សូមនមស្ការលោកចាស់គ្រប់ព្រះអង្គជម្រាបសួរបងប្អូនប្រុសស្រីជាទីគោរពថ្ងៃនេះខ្ញុំធ្វើវីដេអូដើម្បីឆ្លើយសំណួរបងប្អូនដែលសួរមកកាន់ខ្ញុំអំពីរឿងលោកម្ចាស់វណ្ណវាសីចន្ទមនីមានបងប្អូនជាច្រើនដែលគាត់សួរថាតើលោកម្ចាស់វណ្ណវាសីនឹងលោកជាព្រះរិយបុគ្គលដូចដែលបងប្អូនជាច្រើនបាននិយាយនឹងដែរឬទេហើយរឿងទាំងអស់នេះក៏ខ្ញុំអត់អាចឆ្លើយបងប្អូនបានដែរប៉ុន្តែគ្រាន់ថាឲ្យយកមកពិចារណាទាំងអស់គ្នាព្រោះបងប្អូនគាត់អ្នកសួរហ្នឹងគាត់ថាឃើញសុទ្ធតែគ្រូធំដែលជាគ្រូវិបស្សនាផងបងប្អូនប្រុសស្រីដែលជាអ្នកឆ្លៀវឆ្លៀសនៅក្នុងការសិក្សានៅក្នុងពុទ្ធវចនៈផងហ្នឹងបាននិយមហៅលោកថាជាព្រះអរិយបុគ្គលកន្លែងហ្នឹងខ្ញុំក៏បានប្រាប់ទៅគាត់រួចហើយក៏ប៉ុន្តែខ្ញុំនៅតែធ្វើវីដេអូទៀតដើម្បីថាមិនមែនមានឆ្ងល់តែប៉ុណ្ណឹងអ្នកអាចមានអ្នកឆ្ងល់ច្រើនអញ្ចឹងក្នុងចំណុចនេះខ្ញុំអត់អាចនិយាយបានថាលោកជាព្រះអរិយបុគ្គលឬមិនមែនជាព្រះអរិយបុគ្គលទេប៉ុន្តែខ្ញុំឲ្យបងប្អូនទាំងអស់គ្នាពិចារណានៅក្នុងពាក្យថាព្រះអរិយបុគ្គលហ្នឹងព្រះអរិយបុគ្គលមានតែនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធទេអញ្ចឹងក្រៅពីសាសនាព្រះសម្មាសម្ពុទ្ធព្រះអរិយបុគ្គលអត់មានទេប៉ុន្តែសាសនាដទៃក៏មានដូចជាសាសនាព្រាហ្មណ៍ជាដើមនោះក៏មានអ្នកបានឈានបាននៅអភិញ្ញាដែរប៉ុន្តែព្រះអរិយបុគ្គលមានតែក្នុងព្រះសាសនាព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះហើយយើងអាចសន្និដ្ឋានអាចគិតបានទោះបីយើងមិនអាចដឹងអំពីគុណធម៌របស់បុគ្គលណាម្នាក់ឲ្យយើងអាចដឹងបានព្រោះយើងមិនមានគុណធម៌ណាអាចទៅដឹងអំពីព្រះអរិយបុគ្គលបានក៏ពិតមែនក៏ប៉ុន្តែមានការសន្និដ្ឋានបានតាមផ្នែកសិក្សាតាមពុទ្ធសាសនាអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាលោកជាព្រះអរិយបុគ្គលឬមិនមែនជាព្រះអរិយបុគ្គលយើងសាកសិក្សានៅក្នុងព្រះពុទ្ធវចនៈទាំងអស់គ្នាហើយខ្ញុំនិយាយនេះមិនមែនខ្ញុំជាអ្នកសិក្សាច្រើននៅក្នុងពុទ្ធវចនៈទេគឺខ្ញុំសិក្សាបានតិចតួចប៉ុន្តែខ្ញុំសិក្សានៅក្នុងពុទ្ធវចនៈដែរប៉ុន្តែបានតិចតួចបំផុតបើនិយាយអំពីភាគរយនៃពុទ្ធសាសនាវិញខ្ញុំប្រហែលជាសិក្សាបាន1%អញ្ចឹង99%ទៀតខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំដឹងអ្វីណានៅក្នុងពុទ្ធសាសនាបាន1%នោះខ្ញុំក៏លើកយក1%នោះមកនិយាយចំពោះខ្ញុំផ្ទាល់ខ្ញុំមើលទៅតាមការបដិបត្តិរបស់លោកបើសិនជាលោកបដិបត្តិនៅក្នុងពុទ្ធសាសនាតែមួយយ៉ាងហើយយើងមើលទៅគិតថាត្រឹមត្រូវហើយអាហ្នឹងយើងអាចសន្និដ្ឋានថាជាព្រះអរិយបុគ្គលអីតាមតែអ្នកបងប្អូនឲ្យសន្និដ្ឋានទៅតែចំណែកខ្ញុំមើលទៅតាមការលោកកាន់យកបើសិនជាលោកកាន់យកទាំងព្រហ្មញ្ញផងទាំងព្រះពុទ្ធសាសនាផងអញ្ចឹងខ្ញុំអត់អាចគិតលោកវណ្ណវាសីហ្នឹងថាជាព្រះអរិយបុគ្គលបានទេហើយសួរថាហេតុអីបានខ្ញុំគិតអត់បានអញ្ចឹងដោយសារព្រះអរិយបុគ្គលទាំងឡាយមិនងាករេទៅកាន់សាសនាដទៃនឹងបងប្អូនអ្នកកាន់ពុទ្ធសាសនាដឹងណាព្រះពុទ្ធសាសនាហ្នឹងគឺជាសាសនាដែលនិយាយអំពីកម្មផលតែបើសិនជាព្រះអរិយបុគ្គលកាន់ពុទ្ធសាសនាងាកទៅសាសនាដទៃនោះមិនមែនជាព្រះអរិយបុគ្គលទេព្រោះព្រះអរិយបុគ្គលគឺមិនលះបង់សាសនាព្រះពុទ្ធទេឬមួយក៏មិនងាករេទៅកាន់សាសនាដទៃទេអញ្ចឹងណាអញ្ចឹងបើសិនជាយើងសម្គាល់ឃើញថាលោកម្ចាស់នៅមានកាន់ខាងព្រហ្មញ្ញផងកាន់ខាងព្រះពុទ្ធផងអញ្ចឹងខ្ញុំអាចសន្និដ្ឋានដោយគំនិតនៃការសិក្សា1%របស់ខ្ញុំហ្នឹងថាមិនមែនជាព្រះអរិយបុគ្គលទេនេះចំពោះខ្ញុំប៉ុន្តែចំពោះបងប្អូនក៏ខ្ញុំអត់ចង់ឲ្យជឿខ្ញុំដែរចង់ឲ្យបងប្អូនសិក្សាស្វែងយល់ដោយខ្លួនឯងដោយខ្ញុំលើកខាងដើមអញ្ចឹងព្រះអរិយបុគ្គលមានតែក្នុងពុទ្ធសាសនាទេសាសនាដទៃមានត្រឹមតែឈាននិងអភិញ្ញាមិនអាចមានព្រះអរិយបុគ្គលទេអញ្ចឹងយើងអាចគិតមើលខ្លួនឯងបានដឹងដោយខ្លួនឯង
ហើយមានបងប្អូនអ្នកសិក្សាធម៌ច្រើនលោកថាលោកដូចជានិយាយតាមពុទ្ធសាសនាគ្មានខុសអីកន្លែងណាត្រូវបានផ្ទៀងផ្ទាត់ទៅតាមការបដិបត្តិផងផ្ទៀងផ្ទាត់ទៅក្នុងការបរិយ័តផងដូចជារកកន្លែងខត់ឃើញបងប្អូនគាត់ថាអញ្ចឹងហើយទៅគាត់វិនិច្ឆ័យថាជាព្រះអរិយបុគ្គលបើចំពោះខ្ញុំសិក្សានៅក្នុងព្រះពុទ្ធនឹងបានតែ 1% ទេប៉ុន្តែខ្ញុំអត់ទាន់ថាលោកម្ចាស់ខុសទេប៉ុន្តែខ្ញុំជាអ្នកសិក្សាមកផ្ទុយអំពីអ្វីដែលខ្ញុំសិក្សាអញ្ចឹងអាការផ្ទុយអំពីអ្វីដែលខ្ញុំសិក្សានេះខ្ញុំក៏ទាមទារត្រូវស្វែងយល់ដែរថាតើការដែលខ្ញុំសិក្សានៅក្នុងពុទ្ធវចនៈនេះខ្ញុំជាអ្នកសិក្សាខុសឬក៏យ៉ាងណាបើតាមថេរដីកាលោកម្ចាស់វណ្ណវិស័យលោកលើកឡើងអំពីកម្មដ្ឋានខ្ញុំបានមើលវីដេអូឃ្លីបមួយឃើញលោកម្ចាស់វណ្ណវិស័យហ្នឹងលោកនិយាយពីកម្មដ្ឋានគណៈពេលដែលសមាធិបុគ្គលដែលសមាធិស្ងប់ស្ងាត់ល្អអីនៅក្នុងសមាធិនោះគឺកុសលក៏មិនកើតអកុសលក៏មិនកើតវាកើតទៅជាអកតេអសម័យអាហ្នឹងលោកម្ចាស់វណ្ណវិស័យលើកឡើងប៉ុន្តែការតាមដែលខ្ញុំសិក្សាក្នុងព្រះពុទ្ធសាសនាមកវិថីចិត្តកើតបើមិនកុសលគឺអកុសលมันអាចទៅជាអ្វីដទៃបានទេបើមិនកុសលគឺអកុសលបើមិនអកុសលគឺកុសលស្រេចហើយទៅលើការបុគ្គលនោះប្រារព្ធអារម្មណ៍ណាបើសិនជាបុគ្គលនោះនៅក្នុងសមាធិចិត្តហ្នឹងចិត្តដែលស្ងប់ហ្នឹងប្រារព្ធយកអារម្មណ៍ដែលជាលោភៈអីចឹងទៅព្រោះសមាធិវាមានមិច្ឆាសមាធិហើយនិងសមាសមាធិអញ្ចឹងបើសិនជាបុគ្គលនោះប្រារព្ធអារម្មណ៍ផ្នែកខាងអកុសលអាហ្នឹងវិថីចិត្តហ្នឹងអកុសលកើតជីវ័នចិត្តជាអកុសលទៅហើយបើសិនជាយុគីវិចារយើងណាប្រារព្ធយកអារម្មណ៍ចិត្តស្ងប់យកកម្មដ្ឋានអ្វីមួយតម្កល់មកដើម្បីជាអារម្មណ៍នោះខណៈពេលនោះក៏ជីវ័នចិត្តនោះក៏ជាមហាកុសលទៅអញ្ចឹងយើងអត់អាចនិយាយបានថាអកុសលក៏មិនកើតកុសលក៏មិនកើតបានទេនៅក្នុងវិថីចិត្តនោះហើយតែខ្ញុំបានលើកឡើងនេះខ្ញុំមិនមែនដើម្បីយកមកផ្ចាញ់ផ្ចាលអីគ្នាទេប៉ុន្តែខ្ញុំនិយាយថាតើខ្ញុំសិក្សានេះខ្ញុំសិក្សាពុទ្ធអវាទដែរនេះអញ្ចឹងខ្ញុំជាអ្នកសិក្សាខុសឬយ៉ាងណាបើសិនជាលោកម្ចាស់វណ្ណវិស័យមានថេរដីកាកន្លែងនោះត្រឹមត្រូវតាមពុទ្ធអវាទយើងក៏ត្រូវស្វែងរកដើម្បីរៀបភាពត្រឹមត្រូវនៃពុទ្ធសាសនាដែរព្រោះយើងជាអ្នកកាន់នៅពុទ្ធសាសនាយើងត្រូវស្វែងរកភាពត្រឹមត្រូវចុះបើលោកម្ចាស់លោកមានថេរដីកាថាអញ្ចឹងថាខណៈពេលចិត្តស្ងប់កុសលក៏មិនកើតអកុសលក៏មិនកើតហើយយើងមិនមែនជាព្រះអរហន្តទេណាបើសិនជាយើងជាព្រះអរហន្តអាចថាខណៈពេលហ្នឹងកុសលក៏មិនកើតអកុសលក៏មិនកើតព្រោះវិថីចិត្តនោះវាជាកិរិយាអញ្ចឹងទៅប៉ុន្តែយើងមិនមែនជាព្រះអរហន្តដែរណាអញ្ចឹងការដែលលោកម្ចាស់លើកឡើងមកហ្នឹងនៅក្នុងកម្មដ្ឋានហ្នឹងត្រឹមត្រូវទៅតាមពុទ្ធវចនៈទេបើមិនត្រឹមត្រូវហេតុអីក៏អ្នកគ្រូវិបស្សនាអីលោកថាលោកផ្ទៀងផ្ទាត់គ្រប់អស់ហើយត្រឹមត្រូវតាមពុទ្ធវចនៈគ្មានចន្លោះតោះអីកន្លែងណាទេហើយមានបងប្អូនជាច្រើនហ្នឹងថាអូយពិតជាព្រះអរិយបុគ្គលហើយអញ្ចឹងខ្ញុំអត់អាចនិយាយបានថាជាព្រះអរិយបុគ្គលទេខ្ញុំមើលទៅតាមលំនាំនៃពុទ្ធសាសនាសិនតើលោកម្ចាស់បដិបត្តិតាមពុទ្ធសាសនាពិតតែមួយយ៉ាងឬមួយក៏មានសាសនាដទៃដែរហើយដូចខ្ញុំលើកខាងដើមមិញហើយថាសាសនាព្រះពុទ្ធទៅមានព្រះអរិយបុគ្គលណាចាហើយហ្នឹងមួយចំណុចទៀតហើយខ្ញុំលើកទៅចំណុចតូចទេប៉ុន្តែចំណុចតូចនេះគឺជាជំរៅនៃពុទ្ធសាសនាមិញខ្ញុំលើកមួយចំណុចនិយាយអំពីខណៈពេលចិត្តស្ងប់លោកម្ចាស់មានថេរដីកាថាអកុសលក៏មិនកើតកុសលក៏មិនកើតហ្នឹងវាផ្ទុយអ្វីដែលខ្ញុំសិក្សាហើយមួយទៀតមានបងប្រុសម្នាក់គាត់ប្រហែលជាគាត់អ្នកសិក្សាច្បាស់លាស់ដែរតាមខ្ញុំស្ដាប់សម្ដីគាត់បានទូលសួរលោកម្ចាស់វណ្ណវិស័យថាខណៈពេលដែលយើងមានឪពុកម្ដាយចាស់ឈឺចិត្តស្លាប់អីអញ្ចឹងតើយើងគួរឲ្យកម្មដ្ឋានគាត់ដោយរបៀបណាអញ្ចឹងណាហើយលោកម្ចាស់វណ្ណវិស័យលោកលើកឡើងថាពេលនោះឯងអ្នករៀបស្លាប់នោះគឺមិនអាចទទួលកម្មដ្ឋានបានទេយើងត្រូវតែទៅពឹងទេវតាដើម្បីជូនបុណ្យទេវតាដើម្បី
អោយទេវតាហ្នឹងពំនាំបុណ្យសេចក្តីល្អរបស់កូនចៅហ្នឹងយកទៅជួយដើម្បីញ៉ាំងឲ្យវិបាកបដិសន្ធិរបស់ឪពុកម្ដាយយើងដែលយើងគាត់រៀបស្លាប់នោះឲ្យទៅជាបដិវិបាកបដិសន្ធិនៅក្នុងភពដ៏សមគួរអីចឹងទៅកន្លែងហ្នឹងក៏វាផ្ទុយនឹងអ្វីដែលខ្ញុំសិក្សាដែរព្រោះផ្ទុយនឹងច្បាប់ធម្មជាតិបុគ្គលណាសាងបុគ្គលនោះបានទទួលហើយជាពិសេសនៅក្នុងគណៈពេលជតិបដិសន្ធិហ្នឹងជតិបដិសន្ធិនេះបុគ្គលណាសាងអ្វីបាននៅនោះអត់អាចទៅមានបុគ្គលណាមកកែខៃឲ្យយើងបានទេប៉ុន្តែមាននៅក្នុងពុទ្ធសាសនាមានសម្ដែងយ៉ាងដូចនេះថាគណៈពេលដែលបុគ្គលហ្នឹងមានបុណ្យចាស់ពីអតីតហើយជាតិនេះក៏បានធ្វើបុណ្យទេប៉ុន្តែដោយអំណាចនៃបុណ្យចាស់របស់គាត់នឹងមានឱកាសឲ្យផលគណៈពេលជតិនេះអញ្ចឹងអាចក៏រលឹកឃើញបុណ្យចាស់របស់គាត់អាចទៅកើតនៅក្នុងភពដ៏សមគួរបានហើយចំណែកមួយទៀតឧទាហរណ៍ថាបុគ្គលនឹងតាំងពីក្មេងមកអត់ដែលបានធ្វើបុណ្យអីសោះបុណ្យចាស់ក៏មិនមានអញ្ចឹងទោះបីយើងបញ្ជូនយើងអីឧទ្ទិសឲ្យយ៉ាងណាក៏គាត់មិនអាចផ្លាស់ប្ដូរវិបាកបដិសន្ធិគាត់បានដែរអត់អាចបានទេព្រោះវិបាកបដិសន្ធិនេះមានតែបុគ្គលខ្លួនឯងនឹងទេដែលអាចញ៉ាំងឲ្យខ្លួនឯងវាទៅជាល្អឬអាក្រក់អត់អាចកូនចៅណាទៅធ្វើឲ្យយើងបានទេកូនចៅឧទ្ទិសបុណ្យឲ្យអ្នកដែលស្លាប់បានតែខណៈពេលដែលមនុស្សទៀបនឹងស្លាប់ហើយយើងទៅជាឲ្យកម្មដ្ឋានដើម្បីឲ្យទេវតាជួយអីកន្លែងហ្នឹងក៏ផ្ទុយនឹងអ្វីដែលខ្ញុំសិក្សាដែរហើយនេះខ្ញុំមកនិយាយនេះវាតាំងជាសំណួរផងសួរបងប្អូនលោកម្ចាស់គុណម្ចាស់គ្រប់ព្រះអង្គដែលលោកសិក្សានៅក្នុងពុទ្ធវចនៈតើការដែលលើកឡើងរបស់លោកម្ចាស់វណ្ណៈវាសីចន្ទមនីហ្នឹងត្រឹមត្រូវនៅក្នុងពុទ្ធឱវាទទេបើចំពោះខ្ញុំឆ្លើយថាមិនត្រឹមត្រូវព្រោះខ្ញុំក៏សិក្សាបានតិចដែរខ្ញុំក៏មិនអះអាងថាខ្ញុំសិក្សាត្រូវដែរក៏ប៉ុន្តែយើងវែកញែកដើម្បីរកភាពត្រឹមត្រូវនៅក្នុងពុទ្ធសាសនាជៀសវាងយើងយល់ច្រឡំនៅក្នុងពុទ្ធសាសនាធ្វើឲ្យខ្មែរបែកបាក់ជៀសវាងអញ្ចឹងបើយើងត្រឹមថាចង់ឲ្យខ្មែររួបរួមចង់កុំឲ្យខ្មែរឆ្លោះគ្នាចង់ឲ្យអីហ្នឹងយើងនិយាយតាមមាត់អត់អាចទេលុះត្រាតែមានគ្រឿងអាងថាហេតុផលតើខ្មែរឆ្លោះគ្នាដោយសារអ្វីខ្មែរបែកបាក់គ្នាដោយសារអ្វីយើងរកដើមហេតុសិនបើសិនជាពេលនេះខណៈពេលនេះបច្ចុប្បន្នឥឡូវនេះប្រជាពលរដ្ឋរបស់យើងអ្នកកាន់ពុទ្ធសាសនាមានការវែកញែកគ្នាអត់ដាច់ស្រេចតាមមកពីមូលហេតុអីមកពីមូលហេតុមិនច្បាស់លាស់នៅក្នុងសាសនាមិនដឹងជាព្រហ្មញ្ញឬព្រះពុទ្ធអញ្ចឹងយើងត្រូវវែកញែកឲ្យដាច់ព្រហ្មញ្ញបានប្រាប់សត្វលោកមិនព្រះពុទ្ធបានប្រាប់សត្វលោកមិនឲ្យចែកឲ្យដាច់ពីគ្នាហើយយើងអាចបែងចែកគ្នាបានថាពាក្យសម្ដីកន្លែងនេះគឺជាព្រហ្មញ្ញសាសនាពាក្យសម្ដីកន្លែងនេះគឺពុទ្ធសាសនាអញ្ចឹងហើយមនុស្សលែងឆ្លោះគ្នាទៀតហើយតែឥឡូវនេះព្រហ្មញ្ញក៏មិនច្បាស់ព្រះពុទ្ធសាសនាក៏មិនច្បាស់អញ្ចឹងហើយមនុស្សជជែកគ្នានៅក្នុងការមិនច្បាស់លាស់អ្នករៀនពុទ្ធសាសនាលើកឡើងមកនិយាយដើម្បីពន្យល់ដើម្បីប្រាប់ថាកន្លែងហ្នឹងមិនមែនពុទ្ធសាសនាទេបងប្អូនអ្នកមិនច្បាស់នៅក្នុងពុទ្ធសាសនាមកវាយប្រហារគេថាគេចំណែនគេឈ្នានីគេអីការពិតការនិយាយទាំងអស់ដែលខ្ញុំស្ដាប់មកលោកម្ចាស់លើកពីធម៌វិន័យមកនិយាយតាមដែលគំនិតរបស់ខ្ញុំខ្ញុំឃើញថាសុទ្ធតែជាការស្ថាបនាទាំងអស់រកកន្លែងចំណែនអត់ឃើញតែការស្ថាបនាដើម្បីកុំឲ្យខុសនៅក្នុងពុទ្ធសាសនាខ្ញុំរកកន្លែងចំណែនអត់ឃើញសោះអត់ឃើញថាលោកម្ចាស់ដែលលើកពីពុទ្ធឱវាទមកសម្ដែងធម៌ហ្នឹងជាការចំណែនអត់ឃើញលោកសម្ដែងអំពីថាពុទ្ធសាសនាអត់ជឿមង្គលភ្ញាក់ផ្អើលទេដល់ពេលអ្នកជឿមង្គលភ្ញាក់ផ្អើលថាលោកនឹងចំណែនអត់ទេបងប្អូនណារឿងមង្គលភ្ញាក់ផ្អើលនេះមិនមែនជាពុទ្ធសាសនាខ្ញុំចង់ប្រាប់បងប្អូនអញ្ចឹងមង្គលភ្ញាក់ផ្អើលនេះជាព្រហ្មញ្ញសាសនាហើយសាសនាព្រះពុទ្ធមិនមានមង្គលភ្ញាក់ផ្អើលទេជឿនៅលើកម្មនិងផលបុគ្គលសាងកម្មអ្វីបុគ្គលទទួលនៅកម្មនោះត
แต่ปันนังเตปปุตตศาสนาอัดเมียนตัดเตยไอเอาเชื่อเลือกกำพอลเอาส่งคำหาตัวมันเอาเชื่อปปุตตศาสนามันเอาเชื่อเลยวัตถุตัดเตยวัตถุแมงโกเล่อัดเอาเชื่อนั่งให้ตอนเราไปยืงเชื่อตอนนั่งทันนั่งจีปปุตตศาสนาได้อัดเต้แมนเตให้บองปอนกาได้จะเจกเวทเนยคณีชลุกคณีน้ำตาบันไดสังกุมดอยเปียสำใดนั่งไงคือยังเชื่อเจ้าทาเรื่องมันจะมาหลัวเรื่องมันจะมาลอยในไอเติบเลือกยกหมกเวกเงยเกไอเป็นนั่งต่างอ๋อหนึ่งให้ขยมเลิกล่างมวยเตียดขยมเคยปอนใส่มันเนี่ยก่อนเมียนสมรสอาได้ก่อนสัวลงจาทาตาพรหมันศาสนาหลวงปู่ศาสนาขอกเนี่ยอย่างนาเนี่ยก่อนสมนวนนั่นคือก่อนจังดังกันเนี่ยก่อนจังดังเนี่ยตายตัดตัวจำลายบานมอปีลงมาจ้าเวทแนวเวียไซมาไว้บานจำลายไอ้เคยเวงไงเตะเคยเตาเจี๊ยปรุงมันนั่งประปนนั่งจีมวยเนี่ยอะไรนั่งให้มนุษย์จะเจอคะแนนชกไปไอ้ตัวใบลงจ้าถ้าจองอ้อยไม้รวบรวมตัวใบลงจ้าเมียนมอดมาโรยมาป้อนในเย่ถ้าจองอ้อยไม้รวบรวมก็เตาโรยได้บัดซันเจโลกมาจ้ามันดอกมันเตลเพราะว่าโลกมาจ้าชินเนี่ยเมียนอัติปลนกน้องก้าเนี่ยใจย่อมตัวสกอลกันนะตัวสกอลถ้าลงจ้าเมียนอัติปลคลังคลาเหมือนแต่นั่นก็จิตบอลหัวลงจ้ามวยได้แต่เมียนอัติปลทั่วเอาเหมือนนุเชื่อพลุกตัดพลุกได้แต่เลยลงมาจ้านั่งไงปันใต้ขนมขณะไปเชื่อในเตียนนะบัดซันจิตเราวิ่งบนเหมือนดังทายกพนาออกเตียนใต้บัดซันจิเชื่อเขาวิ่งบาปกอดทนได้นั่งไงลงจ้าตะเวนไงดังใบอ้อยขมายนั่งเลยเมียนสังเกตเปียสมได้ลูกตาแต่ลงจ้านั่งดอกเนื้อจุ่มงอแต่งลายแต่ไปจีบรอดบ่อยังชงอให้เจียบทจนลงจ้ากรมอ้อยชงอหลัดมาเนี่ยจีบทจนนี่โดยจุ่มงอจะจรานตะเลยลงมาจ้าตายลงมาจ้าใบเจียดอ้อยกิจลุกเนี่ยเลยสาลงจ้าตายจุ่มงอแต่งลายคือประดามอไปลงมาจ้าต่างอ้อโดยเจียยุลงจ้าเมียนเทระเดกากันนะก็สนับบานให้ทางมันตุ่มลอบปรับปิสาวดาบาลงมาจ้าเตแมนเตียนก็ปนตายด้านหลับเป็นลงมาจ้าเมียนเนี่ยทางสควอลลงมาสควอลลงมาจ้าตั้งปีสายสัมเปิลชนามดก็ลงมาจ้าหักใบโดยจีมันปากายไอ้ตายห่อเมียนทันเนี่ยทะเลาะกันจัวปีมดก็ลงมาจ้ามันปากายไอ้ตายให้ดาลเป็นขยมวิดีโอมวยคลิปว่าลงแจ้งนกนงการวิธีเรียนไตรหล่นทดพิธีกรมันซัวเตอลงแจ้งลงจ้าปรับพิธีกรทานลงจ้าทะเลาะประไสเนาจมูกนังตาซวงใต้มันแมนจิสาบอกตาซวงเตะกลายนั่งให้ได้เธอเอาปฐบริษัทกัดทาลงจ้าอยู่จานแต่ลงจ้าทับบ้ามันแมนปีสมได้ปีลงจ้าเต้ของอาเจือเจ้าบอมันเชื่อไปซองใส่ให้ลงจ้าน้องเนียมลงจ้าจีเนบังรูมสลายขมายเปิดประกอบนะสลายโดยชันแตะเปิดแมนนะลงจ้าไอเฮียนแล้วบองไงเตียนแล้วบองไงเก๋ได้ลงจ้าทาลงจ้าอดไอปรับอดจองปรับเปียอยู่ปันท้ายสาบแต่ไปเชียร์ปรอดว่าเยอะเมียนจุ่มง้อใบเชียร์เมียนจุ่มลูกเปียสมได้โดยซาแต่อยู่นะลงจ้าไอแล้วบองมันแล้วบองอักลวนไอมันตุ่มลอบเนี่ยให้สายบอมพลืออะไรนั่งลงจ้าไปลงจ้าสายบอมพลือหายไปเชียร์ปรอดนั้นกองกลางรงเรื่องโดยการเหมือนปลาเปียอักษรดักเนเตให้ลงจ้ากันนาคนชรานะไปเชียร์ปรอดบ่อเยื้องตามได้เยื้องดังสมัยนี้จินเนี่ยสักษาจานเหมือนเต้นนะก็ปันตายลงจ้าตะเมินลงจำไอตะเมินบองโอนต่างออกคะแนนตะเมินน้องคอมเมนต์ได้เนี่ยความโตบ่อเยื้องความโตตามกวดอันนั้นอะไรแต่เยื้องเมียนตุสนักเซ็กคือเจโยมองให้มาเยื้องอัดเมียนกาดำเราเนี่ยโดยเปียโอนบองไอ้ปลัวไอ้อัดแมนไอ้บองโอนอ่ะใหญ่ใจเมาส์เนี่ยคลาน้องคอมเมนต์วิดีโอยองมวยบองใส่มันเนี่ยจางยำสมกรุบบองใส่ได้ก็ทายยำเพลอให้ยำกระทานังไงบ่ยำเพลอของอ้อยถ้าบองเพลอโดยย้อมไอ้กระทาประกอบได้กอดปัจจิอัดเพลอผูกกอดจินเนี่ยเมื่อในถักบังเรียนมาทนเทียนมนุษย์อยากไปแซมสับชนะปันแต่บาสันยี่ยังใหญ่ปีสลัดท่อนน้องการใหญ่วิ่งอันนั้นยังดังทำมาเจ็บหัวส่งไปแต่บองใส่จีเนตบังเรียนมาทนเทียนมนุษย์เคยยอมหลงงจังบองใส่กับกูนะปรับในปโอนเองจังเนาะจังเปียน้องซอมรมนะบองโอนนะจังให้เคยทานสลัดท่อหรือบ่ขมายยังทะเลจอยางกลมหก
ធ្លាក់ចុះមែនទែនដោយសារតែខ្ញុំមើលទៅតាមបណ្ដាញសង្គមហ្នឹងគឺឃើញប្រជាពលរដ្ឋយើងឲ្យតាណាមិនស្របទៅតាមគំនិតខ្លួនឯងគឺជេរយកមិនអញ្ចឹងទេណាបងប្អូនមនុស្សយើង100នាក់មិនមានចិត្តដូចគ្នាទេអញ្ចឹងយើងត្រូវយល់អធ្យាស្រ័យគ្នាហើយជាពិសេសនៅក្នុងពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបើសិនជាបងប្អូនបែងចែកព្រហ្មញ្ញសាសនាដាច់ដោយឡែកពុទ្ធសាសនាដាច់ដោយឡែកអត់ចេះឆ្លោះគ្នាទេកុំលើកឡើងថាដោយសារតែការប្រកាន់ទៅឆ្លោះគ្នាអត់មានទេឲ្យតែដឹងថានេះជាព្រហ្មញ្ញនេះជាព្រះពុទ្ធបែងចែកដាច់ពីគ្នាឆ្លោះគ្នាអត់បានកាលណាបុគ្គលនេះមានទស្សនៈអញ្ចឹងយើងយល់ថាគាត់ជាព្រហ្មញ្ញគាត់មានទស្សនៈអញ្ចឹងត្រូវរបស់គាត់ដែរបុគ្គលម្នាក់ទៀតកាន់ពុទ្ធសាសនាគាត់មានទស្សនៈអញ្ចឹងក៏ត្រូវរបស់គាត់ដែរអញ្ចឹងឆ្លោះគ្នាអត់បានទេបងប្អូនហើយខ្ញុំក៏សូមរំលឹកបងប្អូនទៀតថាខ្ញុំសពថ្ងៃខ្ញុំកាន់តែពុទ្ធសាសនាមួយយ៉ាងទេអញ្ចឹងខ្ញុំក៏ត្រូវការពារពុទ្ធសាសនាដែរខ្ញុំជាពុទ្ធសាសនិកជនចឹងខ្ញុំក៏ត្រូវការពារពុទ្ធសាសនាហើយសួរថាខ្ញុំកាន់ពុទ្ធសាសនាតែមួយយ៉ាងហ្នឹងខ្ញុំអត់មានសាមគ្គីភាពជាមួយសាសនាដទៃមែនគឺអត់មានទេមិត្តភ័ក្តិបងប្អូនញាតិសន្តានរបស់ខ្ញុំសុទ្ធសឹងតែជាអ្នកកាន់ព្រហ្មញ្ញតែខ្ញុំអត់បានមានចំនួនទំនាស់អីទេព្រោះគាត់កាន់ព្រហ្មញ្ញតាចឹងណាបងប្អូនឲ្យតែលោកម្ចាស់វែកញែកព្រហ្មញ្ញឲ្យដាច់ព្រះពុទ្ធឲ្យដាច់ស្រាយចម្ងល់ពុទ្ធបរិស័ទដែលឆ្ងល់នឹងឲ្យដាច់ប្រជាជនលែងឆ្លោះគ្នាលោកម្ចាស់មិនបាច់សុំទេទៀតលោកម្ចាស់មិនបាច់សុំថាសុំឲ្យខ្មែររួបរวมគ្នាមិនបាច់សុំទេឲ្យតែមានហេតុផលជាក់លាក់មនុស្សលែងឆ្លោះគ្នាហើយហ្នឹងហើយខ្ញុំចូលរួមប៉ុណ្ណឹងខុសត្រូវយ៉ាងណាក៏សូមខន្តីអភ័យទោសហើយសូមនមស្ការលានិងជម្រាបលា